ភ្នែករបស់យើងបងប្អូនមានតែមួយទេមានតែមួយគូនឹងទេហើយសរសៃភ្នែកក៏មានតែមួយដែរប្រសិនបើស្គរដែលខាប់ក្នុងឈាមឬក៏យើងហៅថាបញ្ហាលើស្គរបញ្ហាទឹកនោមផ្អែមវាបង្កឲ្យភ្នែករបស់យើងពិការបងប្អូនយើងមិនព្រមឆាប់ដោះស្រាយបញ្ហាហ្នឹងវាគឺជាអកុសលវាគឺជារឿងដ៏គេហៅថាចង្រៃមែនទែនហេតុអីបានជាយើងមិនព្រមដោះស្រាយរឿងនឹងឲ្យបានលឿនឲ្យបានទាន់ពេលមិនក៏យើងរងចាំរហូតដល់ហួសពេលចំពោះបញ្ហាលើស្គរបញ្ហាឈាមផ្អែមឬក៏បញ្ហាទឹកនោមផ្អែមនេះបងប្អូនកន្លែងដែលវាធ្វើទុកមុនគេវាបង្កនៅផលវិបាកមុនគេគឺភ្នែកមានដុកទ័រជំនាញជាច្រើនបានបង្ហាញបានប្រាប់យើងជារឿយប៉ុន្តែយើងមិនយកចិត្តទុកដាក់ទេយើងនៅតែមិនខ្វល់ខ្វាយមិនអើពើយើងគិតថាមិនអីចុះបើអីភ្នែករបស់អ្នកណាគេគឺភ្នែករបស់យើងនឹងឯងដូច្នេះរឿងដែលយើងចាំបាច់ត្រូវតែគិតត្រូវតែធ្វើនោះគឺរោគដំណោះស្រាយនឹងឯងប្រសិនបើយើងនៅតែឯអង្គច្បាស់ណាស់បញ្ហាគឺកាន់តែធំទៅជាមិនខាន